កាកបាទក្រហមកម្ពុជាសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានរៀបចំប្រពៃទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមក្រោមស្មារតីដំណក់ឈាមមនុស្សធម៌ផ្ដល់ឈាមសង្គ្រោះជីវិតដើម្បីលើកកម្ពស់ការយល់ដឹងនិងជំរុញការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅក្នុងសង្គមពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជានាព្រឹកថ្ងៃទី22ខែមិថុនាឆ្នាំ2026ក្រោមការចូលរួមយ៉ាងកកកពីសិស្សនិស្សិតយុវជនកាកបាទក្រហមកម្ពុជាមកពីគ្រឹះស្ថានអូដាមសិក្សាចំនួន25នៅក្នុងរាជធានីភ្នំពេញព្រមទាំងមន្ត្រីអ្នកស្ម័គ្រចិត្តអនុសាខាកាកបាទក្រហមកម្ពុជានិងអាជ្ញាធរដែនដីទាំង14ខណ្ឌសរុបជិត400នាក់នៅក្នុងឱកាសនោះក្រុមការងារទទួលបានឈាមបរិច្ចាគសរុបចំនួន226ផ្លោកដែលជាការចូលរួមដ៏មានតម្លៃនៅក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជំងឺដែលត្រូវការឈាមជាបន្ទាន់លោកស្រីវិជ្ជបណ្ឌិតឯកទេសហេងសុកចម្រើនអនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជាសប្បុរសជននិងអ្នកបរិច្ចាគឈាមទាំងអស់ដែលបានចូលរួមគាំទ្រសកម្មភាពមនុស្សធម៌ដ៏សំខាន់នេះលោកស្រីបានគូបញ្ជាក់ថាតម្រូវការឈាមនៅតាមមន្ទីរពេទ្យនានានៅក្នុងរាជធានីភ្នំពេញកំពុងមានការកើនឡើងដោយត្រូវការឈាមប្រមាណពី400ទៅ450ផ្លោកនៅក្នុងមួយថ្ងៃខណៈចំនួនអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅមិនទាន់ឆ្លើយតបបានគ្រប់គ្រាន់នៅឡើយទេមានប្រសាសន៍នៅក្នុងឱកាសនេះដែរលោកជំទាវពុំច័ន្ទទីនីអគ្គលេខាធិការកាកបាទក្រហមកម្ពុជាបានកោតសរសើរចំពោះស្មារតីសាមគ្គីភាពការចែករំលែកនិងការទទួលខុសត្រូវចំពោះសង្គមរបស់យុវជននិងអ្នកចូលរួមទាំងអស់លោកជំទាវបន្តថាការបរិច្ចាគឈាមគឺជាសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្នូរនិងជាទានដ៏ប្រពៃដែលអាចជួយសង្គ្រោះជីវិតមនុស្សបានជាច្រើនលោកជំទាវបានបញ្ជាក់ថាឈាមមួយផ្លោកអាចជួយសង្គ្រោះជីវិតមនុស្សបានរហូតដល់3នាក់ខណៈការបរិច្ចាគឈាមមិនបង្កផលប៉ះពាល់ដល់សុខភាពនោះទេផ្ទុយទៅវិញវាអាចជួយជំរុញការបង្កើតកោសិកាឈាមថ្មីកាត់បន្ថយជាតិដែកលើសនៅក្នុងរាងកាយនិងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងផងដែរ